ប្រហែលថ្ងៃមុនប្តីខ្ញុំក៏សួរខ្ញុំថាថ្ងៃណាធ្វើនំចិនញ៉ាំទៀតខ្ញុំក៏ប្រាប់ប្តីខ្ញុំថាចាំថ្ងៃណាខ្ញុំខសាច់ចាំខ្ញុំធ្វើនំចិននឹងញ៉ាំទៀតចាសួស្តីបងប្អូនហើយម្សិលមិញហ្នឹងខ្ញុំខសាច់3ជាន់ជាមួយស្ពៃក្រៀមហ្នឹងខ្ញុំក៏ខវារៀងច្រើនបន្តិចទៅរួចហើយខ្ញុំក៏ដួសវាចេញខ្លះទុកក្នុងទូទឹកកកទៅថ្ងៃនេះខ្ញុំយកសាច់ចេញពីទូទឹកកកមកខ្ញុំចិញ្ច្រាំវាឲ្យវាម៉ត់បន្តិចទៅរួចហើយខ្ញុំក៏ទុកវានៅនឹងម្ដុំសិនទៅរួចហើយខ្ញុំមកលាយម្សៅវិញម្ដងម្សៅដែលខ្ញុំលាយនោះមានដូចជាម្សៅមីនិងម្សៅតំណើបម្សៅមីខ្ញុំដាក់2ចានហ្នឹងទៅម្សៅតំណើបខ្ញុំដាក់តែ1ចានទេរួចហើយខ្ញុំដាក់អំបិលបន្តិចដាក់ប៊ឺទៅបន្ទាប់មកទៀតហ្នឹងខ្ញុំដាក់ទឹកដោះគោស្រស់យើងប្រើទឹកក៏បានតែខ្ញុំចង់ឲ្យវាកាន់តែឆ្ងាញ់ខ្ញុំក៏ដាក់ទឹកដោះគោស្រស់តែម្ដងព្រោះតែខ្ញុំលាយម្សៅហ្នឹងខ្ញុំប្រើតែប៉ុណ្្នឹងទេឥឡូវហ្នឹងដាក់គ្រឿងរួចរាល់អស់ហើយខ្ញុំក៏ដាក់ម៉ាស៊ីនមកវាយវាតែម្ដងហើយពីមុនវិញគឺញីដៃនិយាយពីថាហត់ឥឡូវមានម៉ាស៊ីននិយាយពីថាស្រួលណាស់ដាក់តែមួយផ្លែតគឺរួចហើយឥឡូវម៉ាស៊ីនខ្ញុំញីម្សៅរួចរាល់អស់ហើយខ្ញុំក៏យកវាចេញមកហើយនេះគឺថាខ្ញុំញីម្សៅធ្វើបែបងាយស្រួលអត់មានយកជ្រុញយកកបិតអីមកអង្គុយកាត់ទេគឺយើងបេះតែម្ដងហើយខ្ញុំលុញម្សៅហ្នឹងម្ដុំមកល្មមចឹងទៅរួចហើយហ្នឹងខ្ញុំយកវាគ្របវាទុកម្ដុំកុំឲ្យត្រូវខ្យល់បើយើងត្រូវខ្យល់ទៅធ្វើនំយើងស្ងួតអត់ល្អទេរួចខ្ញុំយកម្ដុំមកដាក់សកាត់វាឲ្យតែប៉ែតចឹងទៅដាក់ស្ញាត់ស្នូវាចូលរួចហើយខ្ចប់វាឲ្យតែចិត្តស្នូមកចាលុញវាឲ្យតែមូលហើយសកាត់វាទៅប៉ែតបន្តិចតែប៉ុណ្្នឹងគឺថារួចហើយគឺថាធ្វើបែបងាយចាធ្វើបែបនេះក៏វាស្រួលហើយលះទៀតផងពេលដែលយើងធ្វើហើយខ្ចប់ហើយអស់អញ្ចឹងពេលដែលដល់ម៉ោងយើងរៀបចំក៏វាលឿនដែរវាអត់ញ៉ៃញ៉ៃច្រើនវែងឆ្ងាយទេបើយើងធ្វើឆ្នាំងវែងតុងវែងវាវែងឆ្ងាយវាយូរអញ្ចឹងតែខ្ញុំមានកូនទូចអញ្ចឹងខ្ញុំត្រូវឆ្លៀតធ្វើអីដែលងាយលឿនអញ្ចឹងខ្ញុំធ្វើតែបែបនេះទៅវាស្រួលមួយយ៉ាងដែររហ័សហើយខ្ញុំខ្ចប់តែមួយផ្លែទេគឺថារួចរាល់ហើយខ្ចប់ហើយអញ្ចឹងខ្ញុំយកប្រអប់មួយស្អាតមកខ្ញុំក៏រៀបដាក់វាចូលក្នុងប្រអប់ហ្នឹងទៅរួចខ្ញុំយកវាទៅដាក់ក្នុងទូទឹកកកអាកក់ទៅថ្ងៃណាដែលយើងចង់ញ៉ាំយើងយកវាចេញមកឲ្យវាលេទឹកកកយើងអាចយកមកជៀនញ៉ាំបានហើយដូចខ្ញុំធ្វើនំនឹងហើយភ្លាមប្តីគាត់ចង់ញ៉ាំអញ្ចឹងខ្ញុំមកជៀនពីឲ្យគាត់ញ៉ាំ